ព័ត៌មានទី3ដែលប្រិមិត្តចង់ដឹងគឺខាងថៃពេលទន្ទឹមគ្នានឹងដែរគឺបាននាំក្រុមអ្នកសង្កេតការអន្តរការពីដែលប្រចាំនៅប្រទេសថៃហ្នឹងដែលដឹកនាំដោយម៉ាឡេស៊ីហ្នឹងទៅមើលកន្លែងនោះដែរបាទទៅមើលកន្លែងនោះដែរហើយកម្ពុជាក៏នាំទៅដែរប៉ុន្តែខាងកម្ពុជាអត់មានបញ្ហាទេគឺខាងអ្នកសង្កេតការទៅធម្មតាប៉ុន្តែនៅខាងភាគីថៃវិញបាទខាងភាគីថៃវិញគឺមុននឹងខ្ញុំចាក់វីដេអូខ្ញុំបញ្យល់ឲ្យយល់សិនខាងភាគីថៃវិញគឺបាននាំទៅមើលដែរក៏ប៉ុន្តែគាត់មានបទកម្មយ៉ាងម៉េចឥឡូវខ្ញុំចាក់វីដេអូឲ្យមើលឲ្យស្ដាប់ភាសាអង់គ្លេសខ្លួនឯងហើយចាំខ្ញុំបញ្យល់បកប្រែបញ្យល់ប្រាប់ប្រិមិត្តវិញណាបាទនេះគឺជាបទកម្ម We don't want to get tense at the border area. Okay, I'm very sorry. เขาบอกว่าเขาขอโทษสื่อด้วยครับที่ไม่ได้อนุญาตให้สื่อมวลชนเข้าไปข้างในเพื่อว่าต้องการรักษาความสงบของบริเวณพื้นที่ตรงนี้ไว้ครับเลยไม่ได้อนุญาตให้เข้าไป I did mention to them. Whatever situation right here, remain here, and we wait until the JBC meeting, and we wait until the next decision. Okay, keep calm, and everything will be okay. No problem. Believe us and believe with God. That is the most important. Always pray to God. Everything will be okay. Thank you very much all. Thanks for your cooperation. បាទនេះគឺជាសម្ដីរបស់អ្នកប្រធានក្រុមសង្កេតការអន្តរការហ្នឹងបាទនៃទី1គឺគាត់និយាយថាគាត់សុំទោសដែលគេហៅគាត់ទៅមើលកន្លែងព្រំដែនកន្លែងកំពុងមានចំនួនគ្នាហ្នឹងគាត់ថាគាត់មិនអាចទៅបានទេគាត់ប្រាប់ថាគាត់សុំទោសណាបាទជាមួយណាគាត់ថា Situation. We don't want to get tense at the border area. Okay, I'm very sorry. បាទគាត់ថាសុំទោសណាសុំទោសខ្ញុំមិនអាចទៅកន្លែងហ្នឹងនៅពេលហ្នឹងបានទេបាទមិនអាចទៅបានទេចឹងថៃចង់ឲ្យគាត់ទៅមើលបាទគាត់និយាយច្បាស់គាត់ថាទោះបីស្ថានភាពយ៉ាងម៉េចក៏ដោយឲ្យនៅតែដែលនៅកន្លែងហ្នឹងហើយរងចាំការប្រជុំរបស់ JBC គឺគណៈកម្មការព្រំដែនចម្រុះដែលជាគណៈកម្មការមួយមានអំណាចខាងផ្លូវច្បាប់ក្នុងការកំណត់ផែនទីណាត្រឹមត្រូវអីហ្នឹងបាទអញ្ចឹងគឺបានន័យថាគាត់មិនចង់ឲ្យមានការបង្កើនសកម្មភាពអីណាថែមទៀតបានគាត់ទៅឃើញខ្លួនឯងហើយគាត់ទៅឃើញខ្លួនឯងថារឿងនឹងយ៉ាងម៉េចសភាពការណាទៅអូលុះបលាមុនគឺគាត់ឃើញហើយណាអញ្ចឹងនៅនឹងហើយមានคลิปមួយទៀតដែលខ្ញុំយកអត់ទាន់ហើយខ្ញុំនឹងធ្វើអាคลิปហ្នឹងដាក់ទៅក្នុង Facebook ឲ្យប្រិមិត្តគឺគាត់និយាយមួយម៉ាត់ដែលខ្ញុំនិយាយថាគាត់និយាយបាទដូចនេះក៏ការទូតមួយដែរគាត់ខោកមួយដែរគឺខោកមួយថាកុំធ្វើអីនៅស្នឹងសិនអ្នកដែលសម្រេចគាត់ថា wait for the next decision គាត់ថានេះចឹងណា And we wait until the next decision. បាទហើយសូមចាំរហូតដល់មានសេចក្តីសម្រេចបន្ទាប់បាទគាត់ឲ្យចាំអញ្ចឹងគឺបានបើក្នុងនៃការទូតគឺខោកមួយហើយខោកថៃមួយថាកុំធ្វើសកម្មភាពអីរងចាំការប្រជុំដែររបស់គណៈកម្មការ JBC ហើយនឹងការសម្រេចបន្ទាប់មិនមើលឲ្យទៅអូសលុះបលាអីចឹងទេបាទហ្នឹងណាបាទហើយមួយទៀតដែលគឺគាត់និយាយខាងខៅសូតយកមកផ្សាយទេមិនដឹងជាសំណួរសួរមិនទេប៉ុន្តែគាត់ឆ្លើយមកវិញគាត់ឆ្លើយគាត់ថាดำรงมาตรฐานไว้ครับในการ They did their job very well. We not worry. We are not worried for anybody is coming. Thank you. កុំបារម្ភពេកគាត់ជឿជាក់ទៅលើកងទ័ពថៃដែលខ្លាំងដូច្នេះកុំភ័យគ្មាននរណាចូលមកឈ្លានពានតែឯងបានទេបាទអត់មានទេកុំបារម្ភឲ្យសោះបាទអានឹងក្នុងនៃខោកមួយទៀតហើយពីព្រោះថៃគាត់តែងតែនិយាយថាកម្ពុជាចូលឈ្លានពានគាត់អីចឹងទៅគាត់ថាដល់គាត់ឆ្លើយវិញថាកុំបារម្ភពេកកងទ័ពថៃខ្លាំងណាស់គ្មាននរណាមកឈ្លានពានឯងបានទេបាទមិនបើណាមិនយល់គឺបែរជាយល់ថាអូគាត់សរសើរកងទ័ពថៃខ្លាំងមិនមែនទេក្នុងន័យពេលហ្នឹងគឺគេចង់និយាយថាអ្នកឯងខ្លាំងហើយគ្មានអ្នកណាគេមកហ៊ានឈ្លានពានអ្នកឯងនោះទេអញ្ចឹងបានថាពេលខ្លះប្រិមិត្តយើងត្រូវឲ្យយល់អាភាសាការទូតរបស់គេហ្នឹងអ្នកខ្លះអត់យល់ភាសាការទូតហ្នឹងគេនិយាយជាមួយគេសាយកាពិតគេខោកយើងគេដើរចេញទៅវិញអត់ដឹងថាគេខោកណាបាទនេះគឺជាអ្វីដែលខាងថៃខិតខំព្យាយាមប៉ុន្តែគាត់អត់ព្រមទៅទេបាទគាត់អត់ព្រមទៅទេលើកនេះគាត់មិនព្រមទៅតាមថៃអូសទាញទេបាទប៉ុន្តែនៅខាងកម្ពុជាទៅណា
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ